ចេញពីកោះរងឥឡូវនេះមកដល់កម្ពុជាទៀតដោយសារតែពួកម៉ាក់ខ្ញុំនេះគេចង់ទៅលេងភ្នំបូកគោហើយភ្លក់តរ៉េនកម្ពុជានិងទិញម្រេចកម្ពុជាដោយផ្ទាល់ទៅផ្ញើប៉ាម៉ាក់គេនៅអាល្លឺម៉ង់អញ្ចឹងបងប្អូនមកតាមដាន vlog តទៀតព្រោះចិត្តដល់ថ្ងៃមិត្តភក្តិខ្ញុំទៅវិញណាមើលខ្ញុំនាំគាត់ទៅដល់លេងដល់កន្លែងណាខ្លះពួកខ្ញុំឡើងទុកចេញពីកោះរងទៅកំពង់សោមវិញបងប្អូនហើយបើពួកម៉ាក់ខ្ញុំវិញគេអត់ទៅមួយខ្ញុំទេគេជិះទុកពីកំពង់សោមនឹងទៅកំពតតែម្ដងតែបើពួកខ្ញុំវិញត្រូវមកកំពង់សោមសិនព្រោះយើងទុកឡាននៅដងហើយបានជិះឡានតទៅកំពតតាមផ្លូវទៅស្អាតជិះតាមមួយផ្លែតមកដល់ហើយកំពតពួកម៉ាក់ខ្ញុំជិះទុកអត់តមកដល់លេងអញ្ចឹងខ្ញុំភ្លាតទៅផ្សារសិនទៅទិញមួយគ្រឿងសម្បត្តិស្រស់ល្អឲ្យគេធ្វើម្ហូបឲ្យនៅនឹងផ្សារនឹងហ្មងណាគុំមែនតើបងប្អូននៅលើកោះសើសម្បូរអញ្ចឹងឯងដល់ពេលមកដល់ផ្សារវិញគឺថាអូយរើសគ្រប់មកតាំងពីក្រៅផ្សាររហូតដល់ក្នុងផ្សារគ្នាតម្នាក់ឯងប៉ុន្តែទិញច្រើនដល់កខ្ញុំទៅបរៀងជាថ្មិញផងគឺថាញ៉ាំឯណានៃម្ដងហើយនេះឥឡូវមកដល់កន្លែងគេងនៅកំពតហើយពួកម៉ាក់ខ្ញុំសរសើរមែនតើពួកខ្ញុំរើសកន្លែងគេងបានស្អាតណាស់វាថារៀងចូលទៅក្នុងដែរបងប្អូនប៉ុន្តែបើទេសភាពគេវិញគឺថាស្អាតមែនតើមានតាំងពីអាងហែទឹកមានកន្លែងបន្ទប់គេងដល់ទៅ3បន្ទប់ការរៀបចំចេញមករបៀបខ្មែរប៉ុន្តែទាន់សម័យហើយ clean និយាយទៅមិត្តភក្តិមកលេងមួយថ្ងៃនេះមិត្តភក្តិសរសើររហូតមានអារម្មណ៍ថាសប្បាយចិត្តមែនតើពួកអីយើងទទួលគាត់បានល្អអញ្ចឹងណាគាត់សប្បាយចិត្តហើយខ្ញុំចាប់ដើមរៀបចំម្ហូបបដាពួកម៉ាក់ខ្ញុំគាត់ថាគាត់ញ៉ាំអីនៅតាមទូកមកខ្លះហើយអញ្ចឹងពួកខ្ញុំរៀបចំម្ហូបញ៉ាំមុនទៅមិនចាំគាត់ហ្មងឯងម្ហូបមានទិញតាំងពីឆ្អិនមានទិញតាំងពីគ្រឿងឆៅទៀតដោយសារអីចង់ញ៉ាំមួយផ្គាឆៅ oyster ឆៅបងប្អូនយើងញ៉ាំមួយកធំទេហើយដាក់ជីយើងដាក់ក្រូចឆ្មាហើយចង់ញ៉ាំរបៀបថាឆៅអញ្ចឹងណាទឹកត្រីក៏កង់យកឲ្យហឹរហោះមកថែមតែក្រូចឆ្មាច្របល់ចុះឡើងហើយបានអូយបញ្ចូលសលេងនេះគឺស្រក់ទឹកមាត់ម្ដងទៀតបាទអញ្ចឹងបងប្អូនដែលទិញគ្រឿងសមុទ្រតែអាចសាកបានមុខនេះគឺថាអូយឆ្ងាញ់ណាស់គួបផ្សំគ្នាមួយម្ហូបឆ្អិនស្រាប់ចេះទៀតតែបងស្រីចូលចិត្តញ៉ាំរបស់ដូចខ្ញុំអញ្ចឹងកុំភ្លេចឲ្យសោះទៅណាមកណាជួយឈុតទឹកអនាម័យយ៉ាមកណាទៅជាមួយផងខ្ញុំមិនថានៅក្រៅប្រទេសទេទៅដល់កោះដល់ណាក៏យកទៅជាមួយដែរជាមួយនឹងឈុតទឹកអនាម័យយ៉ាមកណានេះហ៎ព្រោះអីគឺឯកទេសជួយជាមួយនឹងបងប្អូនដែលមានបញ្ហារោគស្ត្រីលមាស់ធ្លាក់សបញ្ហាផ្សិតលាងសម្អាតបាក់តេរីបានល្អមែនតើឥឡូវមានទាំងឈុតធំមានទាំងឈុតតូចណាទឹកអនាម័យយ៉ាមកណានេះប្រើបានទាំងបរិសុទ្ធទាំងស្ត្រីគឺជាប្រភេទ gel ចឹងម្ដបនឹងគឺប្រើបានយូរមែនតើហើយបើនិយាយពីកញ្ចប់តូចនេះវិញយ៉ាមកណាឥឡូវក៏មានដែរចំណុះ 50ml ក្លិនថ្មីទៀតហើយវិញក៏សមរម្យដែរបងប្អូនអាចទិញជាឈុតទូចអញ្ចឹងក៏បានងាយស្រួលយកតាមខ្លួនឈុតហ្នឹងដោយសារតែមានជាមួយនឹងសេរ៉ូមនេះមួយមុខទៀតបងស្រីដែលមានគ្រួសារហើយប្រើជាឈុតជាមួយសេរ៉ូមនឹងល្អដោយសារក្រៅពីជួយជាមួយនឹងបញ្ហារោគស្ត្រីថែមទាំងជួយបតឹងថែមទៀតផងប្រើម្ដងទៅមួយដំណក់ឯណាបងប្អូនស្រីគួរតែមានមួយឈុតហ្នឹងខ្ញុំប្រើខ្លួនឯងគឺកាន់ឆ្នាំហើយឥឡូវនេះគឺខ្វាតបានទេការថែទាំរបស់ពិសេសហ្នឹងគឺសំខាន់ណាបងប្អូនកុំមើលរំលងឲ្យសោះជាពិសេសយើងចូលចិត្តញ៉ាំរបស់ឆៅរបស់ផ្អាប់អីទៀតហ្នឹងសម្រាប់ព័ត៌មានលម្អិតចាំខ្ញុំដាក់ Facebook page របស់ក្រុមហ៊ុនយ៉ាមណាជូនបងប្អូនណាបងប្អូនអាចឆាតទៅសួរនាំតាក់ទងឲ្យព័ត៌មានលម្អិតបានឥឡូវខ្ញុំសុំញ៉ាំតិចសិនចង់ញ៉ាំយូរហើយទៅទៅជាឈឺថ្មិញផងមកពីកោះវិញដើរតាមផ្សាររើសបានតាមចិត្តចេះទៀតដាក់ឯណានៃម្ដងបងប្អូនពេលហ្នឹងញ៉ាំមុនបដាព្រោះពូម៉ាក់ខ្ញុំគេអត់តមកដល់ឡូគាត់ថាគាត់ញ៉ាំអីលឺទូកឲ្យខ្លះដែរដល់ពេលពូម៉ាក់មកដល់គឺដល់វគ្គញ៉ាំតរ៉េនតែម្ដងគាត់ធ្លាប់ញ៉ាំតរ៉េននៅអាល្លឺម៉ង់ហើយគាត់ថាគឺគាត់អត់ចង់ញ៉ាំទៀតសោះធំតែក្លិនគឺខ្លាចហ្មងប៉ុន្តែតរ៉េននៅកំពតគឺឆ្ងាញ់ទោះបីជាគាត់អត់ធ្លាប់ញ៉ាំក៏ដោយមានអារម្មណ៍ចង់សាដល់សាហើយអស់ម្នាក់ម្ដុំដែរណាបងប្អូនប៉ុណ្ណឹងគឺល្អហើយណាធម្មតាជនជាតិគេធំតែក្លិនគេរត់បាត់ហើយបងប្អូនតែពួកគាត់វិញគឺញ៉ាំអស់ក្រៅពីហ្នឹងម៉ាក់ខ្ញុំមានទិញនំខ្មែរទៅគាត់ផងដែរមាននំក្រូចមាននំកងអីចឹងទៅគាត់និយាយថានំខ្មែរយើងខ្លះរសជាតិស្តៀងនំអាល្លឺម៉ង់ដែរបងប្អូនដល់តែខ្ញុំស្ដាប់គាត់និយាយទៅអ៊ីមែនតើនំអាល្លឺម៉ង់ខ្លះគឺរូបរាងស្តៀងនំខ្មែរយើងអញ្ចឹង